大家好 Hello សួស្តីអ្នកទាំងអស់គ្នាចា៎ថ្ងៃនេះជួបជាមួយនឹងយើងវីដេអូថ្មីទៀតហើយយើងនឹងសិក្សាអំពីពាក្យដែលប្រើប្រាស់នៅក្នុងកន្លែងការងារណាអញ្ចឹងចង់ដឹងថា4ពាក្យដែលខ្ញុំលើកឡើងមកបង្ហាញនោះមានដូចជាពាក្យអីខ្លះដែលយើងអាចយកទៅប្រើនៅក្នុងកន្លែងការងារបានយើងចូលទៅកាន់វីដេអូទាំងអស់គ្នាអញ្ចឹងមុននឹងចូលទៅកាន់វីដេអូខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាសិន4ពាក្យនេះគឺសំខាន់ខ្លាំងណាស់ហើយខ្ញុំថែមទាំងលើកឧទាហរណ៍ជាប្រយោគជូនអ្នកទាំងអស់គ្នាចំនួន1ពាក្យចំនួន2ប្រយោគផងដែរតែអ្នកទាំងអស់គ្នាពេលដែលមើលវីដេអូនេះហើយកុំភ្លេចយកពាក្យដែលខ្ញុំបានលើកយកមកបង្ហាញហើយតែងជាប្រយោគឲ្យខ្ញុំបានមើលផងណាដើម្បីបង្ហាញថាអ្នកទាំងអស់គ្នាអាចយល់អំពីប្រយោគឬក៏ពាក្យដែលខ្ញុំបានលើកបង្ហាញនឹងចាអ្នកទាំងអស់គ្នាពាក្យទី1ដែលខ្ញុំចង់លើកយកមកបង្ហាញហ្នឹងគឺយើងអានថាអានផាយដែលយើងអាចបកថារៀបចំឬក៏ចាត់ចែងហើយពាក្យទី2អានថាជាគឺយើងបកថាដោះស្រាយហើយទី3ពាក្យទី3តាអ៊ីនគឺយើងបកថាបោះពុំហើយទី4ពាក្យទី4负责គឺយើងបកថាទំនួលខុសត្រូវហើយ我们看第一声词ចឹងយើងមកមើលពាក្យថ្មីទី1ដែលអានថាអានផាយគឺយើងបកថារៀបចំឬចាត់ចែងអានទី1សំឡេងទី1ផាយទី2សំឡេងទី2អានផាយយើងមកមើលចោលជីការតែងប្រយោគទាំងអស់គ្នា你会安排时间吗你会安排时间吗តើអ្នកចេះរៀបចំពេលវេលាដែរឬទេនេះយើងបកថាអ្នកហួយយើងបកថាចេះអានផាយរៀបចំឬចាត់ចែង时间ពេលវេលាម៉ាទេឬទេនេះហួយអានផាយ时间ម៉ាតើអ្នកចេះរៀបចំពេលវេលាទេហើយយើងចូលទៅកាន់ឧទាហរណ៍ទី2今天的安排是什么តើការរៀបចំសម្រាប់ថ្ងៃនេះមានអ្វីខ្លះ今天យើងបកថាថ្ងៃនេះអានផាយយើងបកថារៀបចំឬចាត់ចែង是គឺជាបាត់ចា什么យើងបកថាអ្វីអីឬក៏ស្អី今天的安排是什么好，同学们，我们看第二个生词，អញ្ចឹងយើងមើលពាក្យថ្មីទី2ដែលយើងអានថា解决យើងបកថាដោះស្រាយហើយឧទាហរណ៍ទី1我会解决问题ខ្ញុំចេះដោះស្រាយបញ្ហា我គឺយើងបកថាខ្ញុំ会យើងបកថាចេះ解决ដោះស្រាយ问题យើងបកថាបញ្ហាហើយទី2ឧទាហរណ៍ទី2这件事很难解决这件事很难解决រឿងនេះពិបាកដោះស្រាយណាស់这នេះ件事រឿង很难ពិបាកណាស់解决ដោះស្រាយហើយទី3ពាក្យទី3តាអ៊ីនគឺយើងបកថាបោះពុម្ពឧទាហរណ៍我去打印资料ខ្ញុំទៅបោះពុម្ពឯកសារ我គឺខ្ញុំ去ទៅតាអ៊ីនបោះពុម្ព资料យើងបកថាឯកសារហើយឧទាហរណ៍ទី2这张照片还没打印រូបថតមួយសន្លឹកនេះមិនទាន់បានបោះពុម្ពនោះទេ这张សន្លឹកនេះ照片រូបថត还没នៅមិនទាន់តាអ៊ីនបោះពុម្ពហើយទី4យើងចូលទៅកាន់ពាក្យទី4ដែលជាពាក្យចុងក្រោយទាំងអស់គ្នា负责គឺយើងបកថាទទួលខុសត្រូវទំនួលខុសត្រូវឧទាហរណ៍谁负责ឬក៏谁负责តើអ្នកណាទទួលខុសត្រូវ谁យើងបកថានរណាអ្នកណា负责ទទួលខុសត្រូវហើយទីឧទាហរណ៍ទី2我对他负责ខ្ញុំទទួលខុសត្រូវចំពោះគាត់我គឺយើងបកថាខ្ញុំ对កន្លែងនេះយើងមិនមែនបកថាត្រឹមត្រូវទេយើងបកថាចំពោះឬក៏ទៅកាន់ថាប្រើសម្រាប់បរិសយើងក៏ត្រូវបកថាគាត់负责គឺទទួលខុសត្រូវ我对他负责ខ្ញុំទទួលខុសត្រូវចំពោះគាត់ចាអ្នកទាំងអស់គ្នាពេលដែលយើងបានសិក្សាមុននេះគឺមានទាំងអស់4ពាក្យស្មើនឹង6ប្រយោគដោយសារតែមួយពាក្យលោកសិស្សបង្កើត2ប្រយោគជូនគ្នាយើងអញ្ចឹងគ្នាយើងកុំភ្លេចហ៊ានបង្កើតពាក្យទាំង4ហ្នឹងទៅជាប្រយោគទាំងអស់គ្នាណាយើងបង្កើតចាប់ពីងាយស្រួលរហូតដល់ប្រយោគពិបាកហើយវីដេអូរបស់យើងចប់ត្រឹមនេះទេប៉ុន្តែសង្ឃឹមថាអ្នកទាំងអស់គ្នាយល់អំពីពាក្យដែលលោកសិស្សបានបញ្យល់ក៏ដូចជាប្រយោគផងដែរហើយសម្រាប់អ្នកដែលគាត់មានបំណងចង់រៀនអនឡាញអីមានសម្រាប់ថ្នាក់ច័ន្ទសុក្រនិងសៅរ៍អាទិត្យគាត់អាចទំនាក់ទំនងតាមលោកសិស្សតាមរយៈ Telegram ខាងលើបានតម្លៃសមរម្យនិងផ្ដោតទៅលើគុណភាព好，谢谢大家，再见。